Hello ក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នានឹងឲ្យជួបជាមួយខ្ញុំវុធីនៅក្នុងវីដេអូថ្មីនៅក្នុងហ្គេម Football League 2025ហ្នឹងឯងហើយហ្គេមនេះវាចេញយូរដែរ2022 2023ហើយនេះគឺជា event ថ្មីនៅក្នុងហ្គេមនេះបាទខ្ញុំតាមពិត event គេចេញយូរមែនតែ event គេចេញច្រើន event ហើយក៏យូរដែរប៉ុន្តែខ្ញុំអត់ដែលបានថតអត់ដែលបានអីទេជួនកាលដែលបានលេងទៀតហ្នឹងហើយ ហើយនេះគឺជា event ដែលគេទម្លាក់មកតនរើកាល UCL ដែលគេកំពុងលេងណាឥឡូវគេលេងចប់ UCL ហើយខ្ញុំទៅបានថតមកឲ្យអ្នកគ្នាមើលហ្នឹងហើយហើយនេះគឺជាហ្គេមដែលអ្នកគ្នាត្រូវលេងហ្នឹងហើយអាពីរខាងលើនេះអានេះគឺបាល់ free kick អ្នកគ្នាអាចយកប្រភេទស្រួលប្រភេទមធ្យមហើយនិងប្រភេទពិបាកហើយមើលខ្លួនឯងបានអ្នកគ្នាចំនួនកាក់ដែលវាឲ្យមកយើងណាហ្នឹងហើយចំណែកប៉ារីសប៉ះជាមួយនឹង Liverpool FC នេះវាមានបាល់ពេนัลទីហើយនេះគឺម៉ាច់ធម្មតាមានតែយើងលេងធម្មតាអ្នកគ្នាលេងហ្នឹងនឹងទទួលបានកាក់តាមនឹងដែរអ្នកគ្នាហ្នឹងហើយញើបើសួរថាតើកាក់ហ្នឹងគេយកទៅធ្វើឲ្យបានអ្នកគ្នាសម្លឹងមើលតែកន្លែងរូបកញ្ច្រែងទៅអ្នកគ្នានឹងឃើញអីមួយហើយអ្នកគ្នាតាមពិតមិញខ្ញុំបានបង្ហាញតាក់ទងកីឡាករដែលយើងអាចទិញបានវាមានច្រើនអ្នកគ្នាកីឡាករនៅកន្លែងនេះហើយបន្ទាប់ពីយើងទិញកីឡាករវាកន្លែងកញ្ច្រែងនឹងហើយអ្នកគ្នាបន្តិចទៀតនេះនេះគឺជាកីឡាករណាអ្នកគ្នាហ្នឹងហើយមាន Julian Alvarez មាន Dembele មាន Lamine Yamal Bellingham ឯជាដើមទៅវាមានទៀតអ្នកគ្នាហើយដូចខ្ញុំបង្ហាញខាងលើមកបដាបដាចឹងអ្នកគ្នាហ្នឹងហើយនេះគឺ free kick ទេអ្នកគ្នាហ្នឹងហើយអាពិបាកជាងគេសម្រាប់ខ្ញុំគឺអាបាល់ free kick ហ្នឹងហើយអ្នកគ្នាខ្ញុំទាត់កម្រចូលហើយនេះគឺជាពេលនាទីដែលខ្ញុំសាកតេស្តឲ្យអ្នកគ្នាមើលហ្នឹងហើយនៅពេលដែលយើងលេងទៅវានៅទទួលបានឯគេអញ្ចឹងអាពេលនាទីនេះខ្ញុំដាក់វគ្គពិបាកបំផុតអ្នកគ្នាហ្នឹងហើយអូខេនេះគឺខ្ញុំតេស្តឲ្យអ្នកគ្នាមើល event ហ្នឹងថាតើគេឲ្យយើងធ្វើអីខ្លះណាអ្នកគ្នាហ្នឹងហើយហើយអាបាល់ free kick នេះខ្ញុំខ្ជិលទាត់អ្នកគ្នាខ្ញុំទាត់អត់ចូលដែរហើយនឹងអាម៉ាច់នេះវាយូរខ្លាំងពេកអ្នកគ្នាអញ្ចឹងក៏ខ្ញុំលេងតែពេលនាទីនេះឲ្យមើលមួយទៅបន្ទាប់ពីយើងលេងហើយយើងនឹងទទួលបានកាក់អូខេឥឡូវគឺយើងមើលការទាត់ពេលនាទីរបស់ខ្ញុំទៅតែហ្គេមនេះស្រួលបំផុតអាកន្លែងពេលនាទីហ្នឹងហើយអ្នកគ្នាបានពេលនាទីដែលអូតូមកគ្រាប់ហើយអាហ្នឹងលើ VTR អូខេហើយបន្ទាប់ពីយើងឈ្នះវាមកហ្នឹងហើយយើងឈ្នះពេលនាទីយើងនៅទទួលបាន50កាក់អ្នកគ្នាឬក៏50ខនអញ្ចឹង50កាក់ឬក៏50ខនហ្នឹងវាយើងមិនទាន់យកធ្វើអីបានគឺអ្នកគ្នាអាចទិញកាក់បានចំនួន500កាក់អ្នកគ្នាដោយចំណាយត្រឹមតែ50កាក់ផ្កាយហ្នឹងឥឡូវខ្ញុំទៅលេងម្ដងទៀតអ្នកគ្នាហ្នឹងហើយខ្ញុំទៅពេលនាទីម្ដងទៀតសិនអ្នកគ្នាដើម្បីយក50កាក់ទៀតយើងបន្ទាប់ពីយើងឈ្នះការប្រកួតហ្នឹងមកយើងបាន50កាក់ទៀតហើយអញ្ចឹងខ្ញុំបាន110កាក់ហ្នឹងហើយ event វាស្រួលទេអ្នកគ្នាធ្វើឲ្យអ្នកគ្នាអាចយកមកលេងម្ដងទៀតដើម្បីយកអាខនខៀវហ្នឹងទៅក៏នៅតែយើងបានខននឹងយកទៅទិញកីឡាករឬទៅទិញអីដែរឡាននេះខ្ញុំទិញកាក់1000កាក់វាចំណាយអស់80អញ្ចឹងនៅពេលដែលអ្នកគ្នាចូលកន្លែងបាល់ដែលយើងរើសក្រុមណាហ្នឹងឯងសម្រាប់យើងបង្កើតក្រុមខ្លួនឯងដូចជាខ្ញុំរើសដោយសារខ្ញុំ fan Man U អញ្ចឹងខ្ញុំយកក្រុម Man U ទៅអញ្ចឹងយើងទទួលបាន1000កាក់ណាកន្លែងមិញដែលយើង claim ហើយអានេះគឺកីឡាកររបស់ខ្ញុំទេហើយនេះកីឡាករ3ខាងនេះហ្នឹងគឺខ្ញុំយកវា event ហ្នឹងឯងខ្ញុំទិញបាន2នាក់ហើយម្នាក់ទៀតនៅពេលដែលយើងចូលទៅលេង event ហ្នឹងវានឹងឲ្យកីឡាករម្នាក់ free ខ្សែប្រយុទ្ធណាអ្នកគ្នាហ្នឹងហើយដូចជាអស់អីបង្ហាញណាអ្នកគ្នាហ្នឹងឯងសម្រាប់ event មួយហ្នឹងអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏ដូចជាមានតែប៉ុណ្្នឹងឯងទេអ្នកគ្នាហ្នឹងឯងហើយយើងជួបគ្នានៅវីដេអូក្រោយ